Hei, mama Ai try ni. Mama cuma Abang cuma. Kita cuma. Ai trong pra lebih ya. Banyak.ครับ Yên Linh ơi Yên Linh, ai có biết ngay đi đây à? Mama saja nak cuma dia cuma. Para macam Selain mana ni kerja macam Jol môi Liên quan ngọc bát ta hơi Tục niên có áp giải đại Ô niên thứ xâm lạc cho tới Ratu ឈប់សិនត្បិតតែលេងបានស្លាប់តែកងទ័ពសៀនជានៃខ្ញុំនៅក្បែរលេងបានច្រើនឆ្នាំហើយគេរៀបចំក្បួនតរបៀបម៉េចព្រះអង្គចាំមិនចង់ដឹងទេ ទូដឹងថាយ៉ាងម៉េចគ្រាន់តែជាសាកសពមួយតែប៉ុណ្ណោះឬមួយក៏វាចង់ធ្វើសត្រូវជាមួយយើងទៀត ឬមួយព្រះអង្គម្ចាស់ភ្លេចហើយអ្នកដែលអាចបញ្ជាកងទ័ពសៀនជាមិនមែនតែលេងបានម្នាក់ទេបើសិនជាអាចកំចាត់កងទ័ពសៀនជាឲ្យអស់កុំឲ្យមានគ្រោះថ្ងៃក្រោយទៀតសូម្បីតែឈើវាងក៏មិនត្រូវលើកលែង លីងវាងស្លាប់បាត់កងទ័ពសៀនជាគ្រាន់តែជាក្របខ្សាច់មួយថានាងគិតថាសំអាងលើកងទ័ពរបស់យើងមិនអាចយកឈ្នះពួកវាបានទេ ព្រះអង្គម្ចាស់នៅចាំទេមួយឆ្នាំមុនតាលៀងប្រែតប 10,000 នាក់ឡើងពតកងទ័ពសៀនជា 10,000 តែពួកគេរត់គេចបានយ៉ាងងាយកាលនោះលីវាងមិននៅក្នុងជួរទ័ពទេពួកគេពឹងផ្អែកទៅលើឈើវាងហើយនឹងក្បួនបញ្ជាទ័ពប្រឆាំងកងទ័ពសៀនជា ក្បួនបញ្ជាទ័ពឯង បើព្រះអង្គម្ចាស់ទុកជីវិតខ្ញុំម្ចាស់ព្រមធ្វើឲ្យអស់លទ្ធភាពយកក្បួនដែលបានចាំនៅក្នុងចិត្តទូលព្រះអង្គម្ចាស់ទាំងអស់ នាងពិតជាស្រីកំសាខ្លាចស្លាប់មែន បើសិនជាលីងវាងគេដឹងថានាងក្បត់ជាមួយនឹងគេស្លាប់បិទភ្នែកមិនចិត្តទេ សេនា Para macam នាំនាងទៅបន្ទប់ទៅ Ratuទៅ Mamaចាក់ទៀតឲ្យពេញចានស្មើគ្នា យកល្បិចស្លាប់ទប់នឹងក្បួនរស់ជាលេងពីដើមនេះពូកែប្រើប្រាស់ល្បិចលើកនេះបើសិនជាអាចជួយគេកម្ចាត់សៀវជីគឺជាគុណសម្បត្តិដ៏ធំ ក្បួនតបតើយ៉ាងម៉េចទៅហើយហ៎ ខ្ញុំយកក្បួនតបគោចេញមកអស់ហើយព្រះអង្គម្ចាស់តបទៅ ឡហើយចុះស្អីគេនឹងក្បួនតបរបស់យានលីងមិនក៏ទៅជិះឆឹងទៅកើតនោះ ព្រះអង្គម្ចាស់មិនជ្រាបទេកងទ័ពសៀនជាមួយនៅភ្លឺមួយនៅងងឹតកម្លាំងជួយគ្នាភ្លឺអស់ទាញសត្រូវងងឹតសម្រាប់សត្រូវ បើអញ្ចឹងយកក្បួនរបស់គេទៅសងនឹងគេវិញចុះ Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ
នាងគិតថាល្បិចចាប់កណ្ដូបរបស់នាងអាចបោកប្រាស់យើងបានទេយើងគ្រាន់តែសារលបងនឹងនាងចាំមើលនាងចង់លេងល្បិចអ្វីទៀតតែនៅពេលនេះនាងត្រូវតែស្លាប់អត់បាញ់មិញព្រះអង្គម្ចាស់បានកាន់គំនូក្បួនតបទៅហើយគំនូមានពឹសបើសិនខ្ញុំម្ចាស់ស្លាប់ព្រះអង្គម្ចាស់ក៏មិនរស់ដែរមិនបាច់រើបំរាស់មុនងាប់ទេនាងត្រូវយើងឃុំនៅទីនេះហើយតើនាងមានថ្នាំពឹសមកពីណាមកពឹសនៅក្នុងឈាមរបស់ខ្ញុំម្ចាស់ជីវិតរបស់ព្រះអង្គម្ចាស់ពេលនេះក៏នៅក្នុងដៃនាងខ្ញុំអូចង់បានជីវិតយើងហ៎យល់សពទៅបើទោះបីជាអញ្ចឹងយើងមិនជឿថាយានលីងយើងគ្មានមនុស្សបន្សាបពឹសទេឥឡូវនេះនាងទៅកំដរអាយានលីងរបស់នាងទៅមួយដើមយើងសងទៅឯងយានលីងពីឆ្នាំមុនយើងធ្លាប់និយាយប្រាប់បើឯងហ៊ានឈានជើងចូលទឹកដីមហាឧនយើងនឹងយកជីវិតឯងដោយផ្ទាល់យើងនិយាយហើយនឹងធ្វើឲ្យបានមិនទាំងអាចទៅឯងត្រូវព្រួញរបស់យើងច្រើនណាស់សាសពនៅខាងក្រៅអ្នកដែលឯងសម្លាប់គ្រាន់តែជាមនុស្សមកជំនួសពេលដំបងភ្លេចទល់ព្រះអង្គម្ចាស់ទៅខ្ញុំម្ចាស់ជាមនុស្សជនជាតិអូខ្ញុំម្ចាស់យកម្សៅរបស់មេអំបៅមាសចាំងក្នុងសម្បត្តិគ្រាន់តែយកទៅដាក់នៅក្នុងភ្លើងវាអាចបង្ហាញនៅផែនទីលើសម្បត្តិព្រះអង្គម្ចាស់ប្រហែលស្មានមិនដល់ក៏បំណងដែលខ្ញុំម្ចាស់សរសេរសម្បត្តិដោយផ្ទាល់គឺនៅទីនេះយានលេងបានលោកនៅទីណាលោកមិនដែលធ្វើខ្ញុំអស់សង្ឃឹមទេនាងយ៉ាងម៉េចស្លាប់រស់ជីវិតតែមួយនេះខ្លាចនេះជាថ្នាំអំពុលអញធ្វើឲ្យព្រះអង្គម្ចាស់លេងវាងតែជួយសង្គ្រោះខ្ញុំម្ចាស់ពីក្នុងដៃកងទ័ពលៀងមើលទៅស្រាប់រស់ជីវិតតែមួយក៏មានផលប្រយោជន៍ដែរតាពីមុនយល់ច្រឡំលើនេះសូមអធិស្ឋានព្រះអង្គម្ចាស់កុំទុកក្នុងប្រតិអីពីព្រោះព្រះអង្គម្ចាស់ក៏មិនបានផលប្រយោជន៍អ្វីដែរបាទដូច្នេះពួកយើងរួមគ្នាទៅឡោះព្រះអង្គម្ចាស់ពេលនេះមានកំណត់យ៉ាងណាត្រង់នឹងខ្ញុំម្ចាស់ស្រាប់រស់ដូចគ្នាទោះបីព្រះអង្គម្ចាស់ព្រមឬមិនព្រមក៏ត្រូវនាំខ្ញុំម្ចាស់ទៅជាមួយចុះបើសិនជាខ្ញុំមិននៅក្បែរនេះយល់អញ្ចឹងចុះឲ្យតែនេះមានគ្រោះថ្នាក់អ្វីនាងគ្រាន់តែខំរៀបដៃរបស់នាងទៅខ្ញុំនឹងបានដឹងមិនខានលងឿនណាបើសិនជានឹកដល់ត្រង់គោប្រាប់ត្រង់របៀបម៉េចស្លាប់រស់ជីវិតតែមួយតែមិនអាចប្រាប់ត្រង់ពីចិត្តរបស់ខ្ញុំ
បាយគ្មានផ្លូវរកទៀតទេอย่ารอឆាប់ចុះចាញ់ទៅ នាំចេញទៅសួរចម្លើយឲ្យដឹងរឿងសឹកពីរឿងនេះឲ្យបានច្បាស់ លីលីចាប់ទៅរស់ បងប្រុសបងប្រុសយិនលីងចង្រៃសម្រាប់បងប្រុសរបស់យើងកូនគាត់ស្រួយខ្ទេចអស់ទៅហើយនៅមានមុខមកជួបយើងទៀតហ៎ ព្រះម្ចាស់យិនលីងបានបញ្ជាគេដឹកជំរុំកងទ័ពដូច្នេះឲ្យមនុស្សទាំងអស់ស្លាប់នៅក្នុងភ្នក់ភ្លើង ឆៃសៀង ក្រាទូ សពផ្សាយបញ្ជាយើងបញ្ញាប់ជូនដំណឹងទៅមនុស្សដែលយើងរៀបចំនៅនគរអ៊ុយឲ្យពួកគេត្រៀមចាត់ការរងចាំបញ្ជាយើង ក្រាទូ យិនលីងបើយើងមិនសម្លាប់យិនលីងយើងមិនអត់ចិត្តទេ បានយកព្រំដាក់បៃសុជាទីតាំងមហាអ៊ុយរបស់យើងអាចរំកិលទៅភៀកខាងត្បូងរាប់សិបយុគ ព្រះអង្គច្បាស់ជាសពព្រះតីត្រេកអរណាស់ពេលនោះព្រះអង្គម្ចាស់ច្បាស់ជាបានឡើងតំណែងធំដោយសារគុណសម្បត្តិកងទ័ពអ្នកផ្សេងមិនចាំបាច់ខ្លាចទេ ធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នប្រយែងข้ามาจากบอลตีบุญมันต้องมีกำลังใจเหลือเตี้ย ដំណឹងលីងវាងស្លាប់គួរតែមិនខុសទេបើចង់បំបិតមាត់បំផ្លាញផោះតាងដែលយើងធ្វើ បានចឹងកងទ័ពសិនជាតិនៅសេសសននឹងធ្វើការវាយលុកជំរុំកងទ័ពលីបសម្រាប់បំបិតមាត់នេះហៅថាព្រួយមួយបញ្ញសត្វពីរ អូនទី5ហេតុអីជំរុំតបសិនជាគង់ពីស៊ីងបានជាដល់ទងសង្គ្រាមរបស់កងទ័ពលៀន ថ្ងៃនោះទូបង្គំទទួលដំណឹងថាសិនជាសម្រាប់ម្ចាស់បនទី4ហើយតែទូបង្គំមានការសង្ស័យរឿងអីម្ចាស់បនទី4សាប់ក្នុងដៃរបស់កងទ័ពលៀននោះឥឡូវនេះការពិតគ្រាន់តែជាពីចចាំបារម្ភតែប៉ុណ្ណោះទេ ឮថាប្អូនទី5មិនខ្វល់ពីជីវិតខ្លួនឯងចង់ដឹកនាំទ័ពទៅជួយរំដោះចាំជាបងប្អូនស្រឡាញ់គ្នាស្មោះតែក្រោយមកកងទ័ពសិនជាគ្មាននរណានៅរស់ទេសំណាងតែប្អូនទី5អត់ដែរ ទូបង្គំមកសន្យាជាមួយម្ចាស់បងថាដាច់ខាត់មិនឲ្យកងទ័ពយើងស្លាប់ក្នុងដៃកងទ័ពលៀងសូម្បីតែម្នាក់ប៉ុន្តែឥឡូវនេះទូបង្គំក្បត់ពាក្យសន្យាសូមម្ចាស់បងទី4ពីនេះមិនចោះ យ៉ាងម៉េចជើងនៅឈឺទេ នេះគ្រាន់តែជារបួសចាស់មិនអីទេមិនអីទេ បើបងចាំមិនខុសទេគួរតែកើតពី5ឆ្នាំមុន5ឆ្នាំមុនឯងជួយពាំងព្រួយចំនួនបងទើបបានមានរបួសបែបនេះ មិននឹកស្មានថាម្ចាស់បងក៏នៅចាំដែរប៉ុន្តែមួយព្រួយកាលពី5ឆ្នាំមុនវាគ្រាន់តែរបួសជង្គង់គ្មានបញ្ហាអ្វីធំដុំនោះទេ បើសិនជាគ្មានឯងថ្ងៃនេះបងក៏គ្មានអង្គុយកន្លែងនេះបានដែរ ម្ចាស់បងទី4បានសុខគឺជាសំណាងល្អរបស់កងទ័ពទាំង3របស់យើងប៉ុន្តែលើនេះវាយ៉ាងមិនដែរម្ចាស់បងទី4ត្រូវពីវាយប្រហារនៅក្នុងផ្ទះឈើម្យ៉ាងទៀតខ្លួនក៏ត្រូវជាតិពឹសហើយដែលបានជាម្ចាស់បងទី4អាចចេញមកដោយសុវត្ថិភាព
នៅផ្ទះឈើឬដែលត្រូវគេលួចវាយឈ្មោះមានតែប្រមាណអ្នកទៀតដែលដឹងមិញនេះប្អូនទី5ធ្លុយចេញពីមាត់ម្យ៉ាងទៀតឬដែលបងត្រូវពឹសនោះគេដឹងរឿងនេះមកពីណានោះ ឈិនឈិនទៅតែនិយាយថាពឹសនៅលើខ្លួនរបស់ម្ចាស់បងមិនមែនជារបបខាងក្រៅតែគឺដោយសារតែគេដាក់ថ្នាំនៅក្នុងអាហារ កងទ័ពសិនជាទាំងអស់ដែលចាត់ទៅក្រៅនោះគ្រាន់តែជាវិធីបំបាំងភ្នែកពួកគេមិនមែនស្លាប់នៅក្នុងដៃសត្រូវទេតែស្លាប់នៅក្នុងដៃគ្នាឯង ប៉ុន្តែម្ចាស់បងទី5ក្នុងនាមជាបុត្រាមហាអ៊ុយមិនបានជាខົບខិតជាមួយសត្រូវចាត់ការបងប្អូនឯងបែបនេះ រឿងអាចជាប់ពាក់ព័ន្ធដល់គ្រួសារអីវាមិនសាមញ្ញដូចជាការគិតរបស់យើងទេ បើអញ្ចឹងម្ចាស់បងទី4ពេលនេះគឺធ្វើយ៉ាងណាដែរទៅ ក្នុងនាមសេនាប្រមុខបងដាច់ខាតគឺត្រូវតែមានពាក្យបកស្រាយប្រាប់បងប្អូនក្នុងនាមអូនទី5គេពិតជាក្បត់នឹងមហាអ៊ុយមែនកាលក្នុងគ្រួសារខ្សាត់មានប្រមាណអ្នកដែលអាចគេចផុតពីការដណ្ដើមអំណាចគ្នាបងគ្រាន់តែចង់ដឹងបន្ទាប់មកទៀតពួកគេធ្វើការរបៀបម៉េច លីងវាងនឹងមិនទាន់ស្លាប់នៅឡើយទេសកម្មភាពរបស់ព្រះអង្គម្ចាស់អ៊ីវាងប្រហែលជាត្រូវបែកការហើយបើសិនជាគេដេញដោលច្បាស់ជាពាក់ព័ន្ធដល់គ្រួសារអ៊ីងរឿងពាក់ព័ន្ធនឹងស្ថានភាពទ័ពសត្រូវទោះបីជាស្នំឯកក៏ពិបាកនឹងដោះស្រាយដែរគួរតែមានផែនការទុកជាមុនរឿងនេះធំណាស់ត្រូវតែបញ្ញាប់ដោះស្រាយជាបន្ទាន់កុំឲ្យមានគ្រោះថ្នាក់ដល់ថ្ងៃក្រោយទៀតមើលទៅត្រូវដាច់ចិត្តលះបង់ស៊ីវាង លោកចាត់ការខ្លួនឯងទៅដំណាក់ពីសៀនឹងជួយលោកជាសម្ងាត់ខ្ញុំយល់ហើយ ត្រូវមើលគ្រួសារអេងនឹងមានតេតងជាមួយដំណាក់ពិនសៀទៀតវាវហើយត្រូវរកវិធីការពារស៊ីវ៉ានមិនចឹងគេអាចតម្លាក់កំហុសឲ្យយិនលីង ម្ចាស់ស៊ីវ៉ាន ប្រមម្ចាស់ស៊ីវ៉ានឲ្យនៅក្នុងជំរំទេទ្រង់ចេញទៅក្រៅជាមួយនឹងលីងវ៉ាហើយថ្ងៃនេះកងទ័ពសិនជាយើងលោកបាយសត្រូវទាំងជុំយល់ថាយើងអាចចាប់សិនជាបានទេ ឆាប់ស៊ើបដឹងពីជំរំកងទ័ពសិនជីបែបនេះម្ចាស់បងទី4ពិតជាប្រកែកអស្ចារ្យមែនពីតូចដល់ធំនេះគឺជាចំណុចដែលទុំគុំតែងតែសរសើរម្ចាស់បងស្ថានភាពទ័ពអាចស៊ើបបានតែចិត្តមនុស្សពិបាកស្មានណា ម្ចាស់បងទី4ចង់មានន័យថាបងប្អូនទី5គឺសៀលស៊ីឯងយល់ថាគេប្រើការអ្វីទៅ មើលទៅម្ចាស់បងទី4មានចិត្តសង្ស័យមកលើខ្ញុំហើយយប់នេះកងទ័ពសិនជាមិនអាចបាយលុកជំរំសត្រូវទាំងយប់ទេម្ចាស់បងគ្រាន់តែចង់ដឹងថាតើមានអ្វីធ្វើបែកការពីរឿងកងទ័ពឬអត់ទេបើឯងដឹងបាត់ទៅហើយហេតុអីមិនយកល្បិចទល់នឹងល្បិចឯងព្រមលេងដៃបងសុខចិត្តជឿឯង តាមចរិតរបស់ម្ចាស់បងទី4ឲ្យតែម្ចាស់បងសង្ស័យហើយប្រកាសជាមិនលើកលែងដូចងាយៗនោះទេម្ចាស់បងអាចនឹងដោះលែងទូបង្គំតែម្ចាស់បងនឹងស៊ើបឲ្យដឹងថាអ្នកណាជាអ្នកបញ្ជាពីក្រៅខ្នងដូច្នេះហើយទូបង្គំគ្មានជំរឿនណាផ្សេង ក្នុងនាមជាបុត្រាមហាអ៊ុយអ្នកណាអាចប្រើប្រាស់ឯងបានឯងចង់យកជីវិតរបស់យើងមកធ្វើជាថ្មទ្រាប់ជើងផងដើម្បីឯងទៅដើមអំណាចបើខ្លាំងមកយកទៅឯងមកគូចោដៃនៅសត្រូវលក់ជាតិហើយក៏មកគូរៀបចំល្បិចបំផ្លាញកងទ័ពសិនជាតិដែរដើម្បីសម្រេចកិច្ចការធំអ្នកណាដែលមិនសាហាវនោះ
បើម្ចាស់បងទី4ចង់បំពេញបំណងរបស់ទូបង្គំអញ្ចឹងទូបង្គំលែងគួរសមហើយ ដល់ពេលនេះទៅហើយឯងនៅតែមិនកាយខ្លួនទេ កាយខ្លួន កាយខ្លួនកាយខ្លួនច្រើនឆ្នាំមកនេះម្ចាស់បងនឹងទូបង្គំធ្វើសង្គ្រាមគ្រប់ទិសទីស្លាប់រស់ជាមួយគ្នាប៉ុន្តែព្រះបិតាស្រឡាញ់តែម្ចាស់បងតែប៉ុណ្ណោះតែងតាំងម្ចាស់បងមនុស្សទូទាំងនគរហៅម្ចាស់បងថាទេវតាសង្គ្រាមចុះទូបង្គំវិញទូបង្គំមានរបួសដូចគ្នាហូរឈាមដូចគ្នាតែមាននរណាយកចិត្តទុកដាក់នឹងទូបង្គំទេនៅក្នុងផ្លូវរបស់ពួកគេទូបង្គំមិនបានស្មើនឹង1/10របស់ម្ចាស់បងផងដូច្នេះហើយនៅក្នុងយុគនេះម្ចាស់បងហើយនឹងខ្ញុំមានតែម្នាក់ទេដែលអាចចាក់ចេញពីទីនេះបាន ហូបពេលហើយ ឃើញព្រះអង្គមានព្រះសុខភាពល្អយ៉ាងនេះគឺជារឿងដែលគួរត្រេកអរមែន យើងក៏បានលើកដែរលើកនេះគុំតែបានចាន់វាងចេញមុខជួយគុំអីពួកយើងនឹងចាញ់ល្បិចបំបែកបំបាក់របស់ចោលលៀង មុនពេលទូបង្គំនាំសារមកបៃតាបានផ្ដាំរួចហើយជនជាតិឌៀមមានកំណត់មិនល្អកុំប្រហែសមិនតែជនជាតិអានឆៃទេដែលជាបងប្អូនរបស់មហាអ៊ុយឲ្យតែជនជាតិអានឆៃយល់ព្រមមហាអ៊ុយសុខចិត្តចង់សម្ព័ន្ធភាពជានឹងរហូតជាមួយនឹងជនជាតិអានឆៃលើថាពនាងតូស៊ីគឺជាកម្ពុជានារីចេះដឹងមានចិត្តក្លាហានមនុស្សប្រុសនៅក្នុងលោកនរណាក៏ចង់មេត្រីជាមួយនឹងពនាងដែរហើយទូបង្គំយកលិខិតចង់មេត្រីមកនេះចង់សួរពនាងថាព្រមរៀបអភិសេកជាមួយបត្រាមហាអ៊ុយធ្វើជារាជសន្និសាមហាអ៊ុយទេ
ត្រឹមតែលិខិតសំចងមេត្រីបែបនេះចង់ស្ដីដណ្ដឹងបុត្រីរបស់យើងផងមហាអួយដូចជាមើលស្រាលជនជាតិអាឆាយើងពេកហើយ បើសិនជាបុកបន្ថែមជាមួយកងទ័ព 10,000 នាក់តើព្រះអង្គទ្រង់យល់យ៉ាងណាដែរកងទ័ព 10,000 នាក់នោះគឺស្មោះត្រង់ចំពោះមហាអួយហើយក៏ជាការសន្យារបស់មហាអួយចំពោះជនជាតិអានឆៃដែរ កងទ័ព 10,000 នោះជាចំនួនដ៏ធំប៉ុន្តែកូនស្រីរបស់ជនជាតិអាឆាយឬមង្គលការពីដើមមកទុកឲ្យជនជាតិអួយជាអ្នកសម្រេច ព្រះនាងគឺជាបុត្រីរបស់ព្រះមហាក្សត្រត្រូវចេះស្រឡាញ់ប្រជារាស្ត្រនៅក្នុងលោកគិតគូរឲ្យបានវែងឆ្ងាយចំពោះជនជាតិអានឆៃ ទោះបីចុងក្រោយខ្ញុំបានជួបមនុស្សត្រូវចាត់ឬក៏អន់ការពារជនជាតិអាឆាយនៅតែជាភារកិច្ចរបស់ខ្ញុំសុខចិត្តនៅស្លាប់រស់ជាមួយនឹងជនជាតិអាឆាយក៏មិនសុខចិត្តលាក់បាំងតួនាទីតែធ្វើជារាជរបស់នគរផ្សេងដែរ បុត្រីជប់និយាយពីផ្ដាស់ទៅ ព្រះនាងបដិសេធនៅពេលនេះមិនយល់ថាដូចជាលឿនពេកទេព្រះនាងគួរតែសាកល្បងជាមួយកម្លាំងមហាអួយបន្តិចសិនទៅចាំគិតជាក្រោយទៀត ស្ថានភាពចំពោះមុខរៀបការចូលនគរអួយគឺពិតជាមានបច្ច័យសម្រាប់ជនជាតិអាឆាយប៉ុន្តែមិនដឹងថារីទីជារបស់នគរអួយតើជាមនុស្សបែបណាទេ ភាពខ្លាំងឬខ្សោយរបស់នគរអួយគឺអាចមើលដឹងតាមរយៈកងទ័ពនៅទីនេះដូចជាមិនឆ្ងាយពីភូមិភីស៊ីងប្រហែលទេថ្មីនេះកងទ័ពលៀងឈ្លានពានព្រំដែនម្ចាស់បងទី4កំពុងតែដឹកនាំកងទ័ពឈរជើងនៅតាមព្រំដែន ខំពេញសិង ព្រះនាងគួរតែស្វែងយល់ថាតើបុត្រាមហាអួយដឹកនាំកងទ័ពរបៀបម៉េចដល់ពេលនោះបានចងសម្ព័ន្ធភាពជាមួយនគរអួយគឺជាជំរឿនដ៏ល្អបំផុតសម្រាប់ជនជាតិអានឆៃប្រសិទ្ធនេះទៅមកគុំនឹងចាក់ចេញពីជនជាតិអានឆៃត្រឡប់ទៅនគរអួយវិញហើយបើសិនជាព្រះនាងមានការសង្ស័យអាចចាប់មនុស្សទៅនគរអួយមនុស្សនគរអួយនឹងបង្ហាញភាពស្មោះត្រង់ចំពោះព្រះនាង សម្ដីព្រះអង្គម្ចាស់ច័ន្ទបានខ្ញុំនឹងយកទៅគិតឲ្យបានច្បាស់ ក្នុងជាតបមានគេនិយាយតគ្នាថាត្រង់សម្រាប់ស៊ីវាងដោយផ្ទាល់ដៃ នេះជាអ្វីដែលនាងនិយាយថាគ្រោះថ្នាក់នោះតែនៅពេលដែលខ្ញុំចាប់អារម្មណ៍គឺវាហូរពេលទៅហើយ ខ្ញុំម្ចាស់គ្រាន់តែស៊ើបដឹងរឿងនេះដូចជាមានពាក្យប៉ុនជាមួយដំណាក់ពិសីប៉ុន្តែដែលគ្មានផុសតាំងឯណាមួយប៉ុណ្ណោះទោះនេះមានតែទម្លាក់លើត្រង់ពេលត្រង់ត្រឡប់ទៅធានទូវិញនឹងមានគ្រោះដល់ជីវិតដល់ពេលនោះខ្ញុំម្ចាស់ក៏ទទួលរងគ្រោះដូចគ្នា ចូលដៃនឹងសត្រូវសម្រាប់ព្រះបុត្រាអំណាចនៅក្រោយខ្នងគឺមិនតូចទេវាជាគ្រោះថ្នាក់ពិបាកស្មាន អង្គខ្ញុំម្ចាស់ពីអ្នកស័ក្តិសិទ្ធិរបស់សិង្ហវាងបន្តិចបានពិតជាមានពាក្យប៉ុននឹងដំណាក់ពិសីខ្ញុំម្ចាស់ត្រឡប់ទៅធានទូមុនស៊ើបឲ្យដឹងការពិត ក
សម្រាប់មនុស្សក្នុងព្រៃក្រឡាអុកសម្លាប់ដើម្បីយកក្រំមេប្រាថ្មីដៃពឹសពុលយ៉ាងនេះចំពោះស៊ីវាងគ្រួសារអ៊ីងដៃធូនយ៉ាងនេះរូបធាតុទាំងអស់សុទ្ធតែមានវិញ្ញាណទាំងស្មើនឹងដើមឈើទាំងនេះសុទ្ធតែបានខៃនឹងការស្លាប់របស់ស៊ីវ៉ាជាលោកមែនឆាប់ប្រគល់របស់មកនាំខ្ញុំទៅជួបម្ចាស់ដំណាក់របស់លោករឿងនេះមិនមែនលោកជាអ្នកសម្រេចទេនាងជាអ្នកណាមិនបាច់ចង់ដឹងថាខ្ញុំជាអ្នកណាទេគ្រាន់តែលោកដឹងរបស់ក្នុងដៃរបស់ខ្ញុំអាចបំផ្លាញដំណាក់ពិសីនាងដូចជាចេះដឹងរឿងច្រើនណាស់នាងជាមនុស្សជនជាតិអ៊ូដូច្នេះពួកយើងម្ចាស់បងយ៉ាងម៉េចชิงชันនៅនេះឈិនឈិនមានរឿងអីហ៎នាងមិនមកជួសារអសុំជំនួយគឺគួរតែមានជំនួយចិត្តរួចហើយពេលនេះជីវិតនាងនិងម្ចាស់បងសាប់រស់ជាមួយគ្នាបើសិនជានាងមានរឿងកើតឡើងប្រកាសជានាំទុកដល់ម្ចាស់បងទុំគុំចាត់មនុស្សទៅតាមការពីនាងសិនមិនបាច់ទេឥឡូវនាងប្រហែលជាទៅម្នាក់ឯងបាត់ដែរម្ចាស់បងទុំគុំយល់ថាយើងគួរតែចាត់មនុស្សឲ្យទៅធានទូបើសិនជាពួកយើងចាត់ការមិនតាន់ទេខ្លាចតែអ្វីដែលកើតឡើងពេលដែលពួកយើងទៅវិញវាផុតពីការគ្រប់គ្រងរបស់ពួកយើងប្រាប់ពួកគេឲ្យទៅប្រមូលដំណឹងជាសម្ងាត់ដាច់ខាតក៏ធ្វើអ្វីប្រេះផ្ដាស់ការចាត់ចែងបែបណាបងត្រឡប់ទៅរាជធានីចាំគិតទៀតម្ចាស់បងចង់មានន័យថាមើលតាមកលៈទេសៈបើឆោតពោះជាងពីរំនឹងទេអូនទី5តបតិខតែគេយកជីវិតមកបដូរទុកថារួចគ្នាតែបំណុលឈាមនេះក្នុងនាមជាបងចាំបាច់ត្រូវទាគេវិញ
ស្រីជនជាតិអ៊ូនាងធ្វើប្រហែលពេកហើយរបស់សំខាន់បែបនេះមិនក៏យកទៅទុកនៅលើខ្លួនឃាតករទៅវិញមិនខ្លាចគេរកឃើញពីការស្លាប់ពិតរបស់ស៊ីវ៉ាន់ទេមនុស្សម្នាក់បើសិនជាឆ្លាតពេកនោះតែងរស់មិនបានយូរនៅក្នុងព្រំដែនមហាអ៊ុយសមាជិកភាពជនជាតិអ៊ូឲ្យតែបែកធ្លាយតាមច្បាប់គឺធ្វើទរណកម្មភ្លាមបើចង់ឲ្យរឿងនេះបាត់ដានទៅវិញនាងគិតថាខ្ញុំនឹងធ្វើយ៉ាងម៉េចទៅចំពោះនាងនោះនាងប្រាប់ខ្ញុំមកថាគួរធ្វើយ៉ាងម៉េចមនុស្សជនជាតិអ៊ូដូចគ្នាគួរចេះការពារគ្នាទៅត្រូវនៅពីក្រោយខ្នងនាងចិត្តសាហាវថ្មីដៃពើពុលសេជីស្លាប់បាត់ទៅហើយប៉ុន្តែសេវាងជាព្រះបត្រាទោះកូនត្រូវគេបោះបង់ចោលក៏មិនដាច់ថ្នាក់អស់ជីវិតដែរមនុស្សឆ្លាតត្រូវចេះការពារខ្លួនទុកជាមុនយ៉ាងហោចណាស់យើងក៏អាចការពារគ្នាដើម្បីផលប្រយោជន៍រៀងខ្លួនចង់ឲ្យសហការជាមួយដំណាក់ពីសៀនាងមានលក្ខណៈសម្បត្តិស្អីទៅចង់បានផលអីតបស្នងខ្ញុំត្រូវការកន្លែងមួយសម្រាប់ជ្រកកាមប៉ុណ្ណោះនាងនឹងមកនាងចាត់ទុកដំណាក់ពីសៀជាកន្លែងណាដែរទៅសេនាចាប់នាងភ្លាមបាទម្ចាស់ស្រីនាងដូចជាដឹងរឿងច្រើនណាស់តើយើងគួរតែទុកនាងដែរទេស្រីជនជាតិអ៊ូនេះមើលទៅមិនធម្មតានោះទេនាំនាងហើយនឹងស្រីផ្សេងទៀតត្រឡប់ទៅធានទូជាមួយគ្នាចាំស្ដាប់ម្ចាស់ជើងចាត់ចែងចឹងបាទមានអារម្មណ៍យ៉ាងម៉េចហើយបានធូរខ្លះទេជាពឹសរបស់ពួកថ្មអញក៏ជាមនុស្សជនជាតិអ៊ូដែរមិនយីនអញស្គាល់ខ្ញុំហ៎ខ្ញុំជាសិស្សរបស់ប្រទេសចាសៀសៀហេតុអីខ្ញុំមិនដែលឃើញអញនៅលើជញ្ធានខ្ញុំគឺជាសិស្សរបស់លោកគ្រូដែលរស់នៅខាងក្រៅតែបានជាអញមិនធ្លាប់ឃើញខ្ញុំតែលោកគ្រូធ្លាប់រំលឹកឈ្មោះអញប្រាប់ខ្ញុំសិស្សធំជាងគេរបស់ប្រទេសចាសថាយ៉ាងលោកគ្រូក៏ត្រឡប់ទៅលេងជញ្ធានវិញស្រាប់តែបាត់ដំណឹងឈឹងខ្ញុំរកគាត់នៅខាងក្រៅតែបានដឹងថាជនជាតិអ៊ូជួបគ្រោះថ្នាក់អញមិនជួបលោកគ្រូខ្ញុំទេគាត់សុខសប្បាយទេរឿងនេះខ្ញុំក៏មិនច្បាស់ដែរស្ថានភាពនៅចំពោះមុខនេះធ្វើមិនអាចរំដោះពួកគេចេញពីទីនេះបានពុំនោះទេពួកគេនឹងត្រូវយកទៅលក់ដល់ទៀមស្រាធានអ៊ូនៅទៀនទូខ្ញុំលើថាប្រហែលថ្ងៃទៀតនឹងចេញដំណើរហើយទៀមស្រាធានអ៊ូមិនខុសទេគឺជាបនស្រីនៅធានទូបានចាំយល់ល្អក្រោយពេលទៅដល់ទៀមស្រាធានអ៊ូចាំរកវិធីជួយរំដោះពួកគេចេញទៅមិនចឹងនៅក្នុងព្រៃបែបនេះទោះបីជួយពួកគេបានខ្លាចតែមិនអាចកិច្ចផាត់ពីការចាប់ខ្លួនរបស់ដំណាក់ពិសៀខ្ញុំជួយស្រែបណ្ដាសាយអញសិនអញអាចស្រែបណ្ដាសាកម្លាំងធាតុជនជាតិអ៊ូឯងព្រះនាងលោកមកចំពេលល្អណាស់ពេលមុនខ្ញុំឲ្យលោកទៅស៊ើបពីរឿងព្រះបត្រារបស់នគរអ៊ុយតែយ៉ាងម៉េចទៅហើយបើតាមដែលយកការបាច់ដឹងថាអ្នកចាត់ចែងនៅនគរអ៊ុយនោះគឺជាមនុស្សនៅក្នុងរាជការរបស់នគរអ៊ុយបច្ចុប្បន្ននៅក្នុងនោះមានបត្រាទី4និងបត្រាទី7ដែលមានគេឈ្មោះល្អជាងគេនៅក្នុងនគរទោះបីជារាជយាតក៏មិនស្មើនឹងគេទាំងពីរនាក់ដែរយានច័ន្ទពួកយើងធ្លាប់បានជួបហើយគេគ្រប់គ្រងក្រុងទាំង9នៅក្បែររាជធានីលោកមារបស់គេគឺជាអ្នកមើលការខុសត្រូវមានអំណាចនៅក្នុងរាជការចំណែកយានលីងគេការពារព្រំដែនមានរហស្សនាមទេវតាសង្គ្រាមអត់ត្រូវហើយនៅពេលដែលពួកគេមកដល់ភីស៊ីងគ្នាតិចយកឈ្នះគ្នាច្រើនអាចសម្លាប់កងទ័ពស៊ីជីមេទ័ពប្រមុខរបស់នគរលៀងធ្វើឲ្យនគរលៀងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរទេវតាសង្គ្រាមមែនន័យប៉ិនមែនពីមុនខ្ញុំក៏ធ្លាប់លើឈ្មោះរបស់បុគ្គលម្នាក់នេះដែរលើថាគេជាអ្នកបង្ហាត់កងទ័ពសៀនជាតិឲ្យផ្ទាល់
ច្រើនឆ្នាំមកហើយគេមិនដែលទទួលបរាជ័យម្ដងណាឡើយចំណែកឯច័ន្ទវាងវិញមុនត្រឡប់ទៅវិញក៏រំលឹកពីម្នាក់នេះមើលទៅរាជវង្សនគរអ៊ុយហាក់ឲ្យតម្លៃខ្ពស់ខ្លាំងទៅលើម្នាក់នេះខ្លាំងណាស់ ពេលនេះមានសវត្ថនៃត្រូវនៅក្នុងនគរអ៊ុយធ្លាប់លើគេនិយាយថាលីងវាងចេញមុខក្នុងលោកបានសុខសាន្ត មែនទេមកខាសាបញ្ញាប្រៀបចំតនខ្ញុំចង់ទៅជួបលីវាងដែលល្បីនៅក្រោមមេឃនេះដោយផ្ទាល់ចង់ដឹងថានគរអ៊ុយអាចជាជំរឿនដ៏ល្អសម្រាប់យើងដែរទេ ទីនេះទីតាំងគ្រោះថ្នាក់ប្រចាំមានតមកកំ លោកគឺជាព្រះអង្គម្ចាស់លីវាងមែនទេខ្ញុំជាបុត្រាជនជាតិអាឆាយល្បីឈ្មោះលីវាងយូរមកហើយលើថាក្បាច់ដើរគឺគ្មានគូសត្រូវចង់សាកប្រមាណក្បាច់ជាមួយព្រះអង្គម្ចាស់លីវាង ថ្ងៃនេះខ្ញុំមានកិច្ចការសំខាន់ជាប់ខ្លួនមិនបានកំណត់ទេ ត្រង់ខ្លាចចាញ់ខ្ញុំម្ចាស់ហី គួរអស់សំណាញ់ណាស់ម្ចាស់បងទី4យើងធ្វើសង្គ្រាមមិនអាចចាញ់ទេរឿងអីដែលត្រូវចាញ់ឯនោះ ម្នាក់នៅក្បែរលីវាងនេះប្រកាសជាព្រះអង្គម្ចាស់ឆើវាងហើយ គឺពិតជាយើងមែន មិនដឹងថាការធ្វើសង្គ្រាមរបស់ព្រះអង្គម្ចាស់លីវាងគឺប្រយុទ្ធឬមួយក៏ចាញ់នោះទេ ខ្ញុំកើតមកមិនស្គាល់ថាពីចុះចាញ់ទេ ព្រាង ឈប់ភ្លាម ព្រាងមិនអីទេ មិនអីទេ ម្ចាស់បងការពិតនាងគឺជាមនុស្សស្អីទេ នាងជាប្រទេសជនជាតិអាឆាយខ្ញុំល្បីឈ្មោះយូណាមហាន ព្រះអង្គម្ចាស់លីវាងថ្មីដៃពិតជាមិនធម្មតាមែនថ្ងៃនេះចាញ់ក្រោមដៃរបស់ទ្រង់ទូសៀអស់ចិត្តហើយ បាញ់មានការប៉ះពាល់សូមអភ័យទោសកងទ័ពខ្ញុំបញ្ញាប់ធ្វើដំណើរគិតថាលាត្រឹមនេះហើយ មានឱកាសយើងជួបគ្នាទៀតលីវាងសូមជើញព្រះអង្គម្ចាស់លីវាងរកវាថ្លៃថ្នូរថ្មីដៃពូកែគេទើបសំជាព្រះធាតុបតីរបស់ជនជាតិអាឆាយ ព្រាង ក
និងស្រីជាច្រើនទៀតត្រូវគេបញ្ជូនទៅរាជធានីពួកយើងត្រូវតែចាត់ការជាបន្តបញ្ញត្តិសង្គ្រោះសាច់ច្បងម្យ៉ាងចា ដើរយឺត ម្ចាស់ កុំខ្វល់នឹងខ្ញុំ ប្រយ័ត្នតិច កុំខ្វល់នឹងខ្ញុំ លោកម្ចាស់ចេញចូលក្នុងមក យ៉ាបានហើយម្ចាស់អូន កុំខ្វល់នឹងខ្ញុំចង់ផឹកទៀត ទៅផឹកស្អីទៀតសូមជឿស្រាល្អស្រាល្អស្រានេះហុងថ្មីសូមជឿស្រានេះហុងល្អសូមជឿ ព្រះអង្គម្ចាស់ខាងមុខចូលដល់ក្រុងហើយទៅដំណាក់មុនឬក៏ចូលព្រះរាជវាំងមក អូខេទៅដំណាក់រាយការណ៍មុនទៅយើងធ្វើកិច្ចការនៅក្នុងវាំងឬហើយចាំទៅដំណាក់វិញ ក្រាបទូល ហើយយ៉ាឆាប់ទៅវិញទៅម្ចាស់បងទី9 ហើយកុំមកខ្វល់នឹងខ្ញុំ ឆាប់ទៅវិញទៅ ខ្ញុំចង់ផឹកទៀតកុំមកខ្វល់នឹងខ្ញុំ ទៅឆាប់ទៅវិញទៅ កុំមកខ្វល់នឹងខ្ញុំចង់ផឹកទៀត ថាបានហើយទៅវិញទៅ ហើយ អាចធ្វើចឹងមិនល្អទេឈប់សិនទៅ ព្រះអង្គ ម្ចាស់បងទី9បានហើយទៅវិញទៅ ហើយបានហើយកុំមកខ្វល់នឹងខ្ញុំលែងខ្ញុំ ម្ចាស់បងទី7ម្ចាស់បងទី3ម្ចាស់បងទី9យ៉ាងម៉េចហ្នឹង បងទី7បងមកវិញហើយបងទៅជន់ជាតិអាចឆាយមានបានជួបជាមួយនឹងសៀនអ៊ូទេជួបទេសៀនអ៊ូបាត់ខ្លួនហើយ ម្ចាស់បងទី9ផឹកសាច្រើនពេកហើយព្រះបិតាព្រះបិតាក៏ហៅចូលវាំងមិនដឹងថាគូបកស្រាយយ៉ាងណាទេម្ចាស់បងទី3នាំម្ចាស់បងទី9ជារទេរបស់ទុំគុំទៅដំណាក់សិនទៅទុំគុំទៅចូលវាំងដែរចាំទូបិតាថាម្ចាស់បងទី9តែនេះគឺក៏ព្រះបិតាឃើញសភាពបែបនេះនឹងកាន់តែវិវត្តធំថែមទៀតទុំគុំចូលក៏ព្រះបិតាសិនជួយមើលថាម្ចាស់បងទី9 ទៅរកសៀនអ៊ូឲ្យមកខ្ញុំ ទៅយើងម្ចាស់បង ទៅរកសៀនអ៊ូឲ្យខ្ញុំ ជានច័ន្ទលើកមុនគេប្រាប់ការចំណាយទាំង12អូសទៀងខ្ញុំឲ្យទៅបំផ្លាញត្រារបស់ខ្ញុំម្ដងនេះខ្ញុំប្រើវិធីរបស់ខ្ញុំខាត់លោកឲ្យជាប់